បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងខានចេញវីដេអូយូរហើយតេតទៅនឹងចែករំលែកបទពិសោធន៍នៅលើឡាន Lexus HF 250H អញ្ចឹងថ្ងៃនេះក៏មានវីដេអូថ្មីមួយតេតងនឹងបញ្ហាផ្ទាល់ដែលខ្ញុំបានជួបគឺតេតងនឹងការ check headlight system បាទអញ្ចឹងនៅពេលដែលខ្ញុំធ្វើដំណើរពេលយប់គឺវាចេញ load error ដូចដែលខ្ញុំបានបង្ហាញនៅលើអេក្រង់ហ្នឹងអញ្ចឹងគឺ check headlight system អញ្ចឹងតេតងកន្លែងនេះគឺមិនមែនជាបញ្ហាអីទេបងប្អូនអាចធ្វើដំណើរបានធម្មតាបើកភ្លើងកូដបើកហ្វាគឺធ្វើដំណើរពេលយប់បានធម្មតាអញ្ចឹងណាអញ្ចឹងករណីនេះបងប្អូនអាចធ្វើដំណើរបានដោយមិនបាច់បារម្ភអីទេគឺដំណើរការបានធម្មតាអញ្ចឹងនៅពេលដែលបងប្អូនជិះនៅពេលថ្ងៃបងប្អូនបិទហ្វាឬក៏បិទភ្លើងកូដអញ្ចឹងភ្លើងហ្នឹងគឺដំណើរការធម្មតាទេគឺមានន័យថាអត់មាន load check អីទេលុះត្រាតែពេលយើងបើកភ្លើងកូដឬក៏ហ្វានៅពេលយប់វានឹង load check ម្ដងទៀតអញ្ចឹងករណីនេះគឺវាបញ្ហាជាមួយនឹងចង្កៀងអាបតចង្កៀងនៅខាងមុខភ្លើងរបស់យើងអញ្ចឹងបងប្អូនបើជួបអញ្ចឹងគឺយកទៅជាងអ្នកមានជំនាញដូចខាងប្រព័ន្ធភ្លើងរបស់រថយន្តអញ្ចឹងណាអញ្ចឹងយកទៅឲ្យគាត់ check មើលទៅគាត់មានម៉ាស៊ីនសម្រាប់វាស់ថាបញ្ហានៅខាងភ្លើងខាងឆ្វេងឬខាងស្ដាំអញ្ចឹងបងប្អូនបាទអញ្ចឹងបញ្ហានេះគឺវាតាក់ទងជាមួយនឹងបតមួយដែលយើងសម្រាប់បញ្ជាភ្លើងអញ្ចឹងដោយសារចង្កៀងភ្លើងឡានខ្ញុំគឺវាចូលទឹកនៅខាងស្ដាំអញ្ចឹងវាធ្វើឲ្យអាស្នឹមទឹកហ្នឹងវាហូរចូលអាបតកណិចទៅប្រព័ន្ធភ្លើងហ្នឹងវាឡើងស្នឹមអញ្ចឹងវាធ្វើឲ្យឆ្លងវាស្នឹមឡើងអំបិលបងប្អូនអញ្ចឹងចាំមើលចុងវីដេអូខ្ញុំនឹងបង្ហាញបងប្អូនឲ្យឃើញអញ្ចឹងថាវាបញ្ហានេះបាទនេះគឺអាផោះចាស់វាគឺវាឡើងស្នឹមអញ្ចឹងបងប្អូនបាទគឺវាខូចហ្មងវាឡើងស្នឹមឆ្លងអញ្ចឹងវាចេញ error អញ្ចឹងណាអញ្ចឹងវាឡើងស្នឹមឡើងក្រហមហើយចេញអំបិលបងប្អូនឃើញទេបាទនេះគឺជាគៀងបតរបស់វាបងប្អូនអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរទៅបតថ្មីបាទនេះដោះចេញអស់ចឹងហើយយើងផ្លាស់ប្ដូរទៅបតថ្មីបាទនេះបតថ្មីវិញអញ្ចឹងគឺយើងដាក់ចូលវិញគឺដំណើរការធម្មតាអញ្ចឹងបងប្អូនអាចបើមានបញ្ហាដូចខ្ញុំគឺបងប្អូនយកទៅ check ទៅបាទឃើញឡើងស្នឹមអញ្ចឹងបងប្អូនអញ្ចឹងគឺវីដេអូនោះមានតែប៉ុណ្្នឹងទេអរគុណ